ថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីធ្វើពងទាត្រាំទឹកស៊ីអ៊ីវសម្រាប់ទុកញ៉ាំបើសិនបងប្អូនធ្វើច្រើនអីក៏ចេះខូចតាណាដែរធ្វើម្ដងខ្ទង់10 20គ្រាប់ទៅទុំទូទឹកកកអត់ខូចទេបងប្អូនខ្លះសេងទូទឹកជាក់រហូតហើយសម្រាប់ពងទាត្រាំទឹកស៊ីអ៊ីវនេះបើសិនបងប្អូនស្ងោរបែបជាប់ភ្នែកដូចខ្ញុំអញ្ចឹងគឺដឹងតែញ៉ាំកាន់តែឆ្ងាញ់ហ្មងគឺល្មុតឆ្ងាញ់មែនតើបងប្អូនកុំឲ្យស្ងោរឆ្អិនពេកបើសិនបងប្អូនចង់ធ្វើពងទាត្រាំទឹកស៊ីអ៊ីវដូចខ្ញុំអញ្ចឹងហើយចង់បានជាប់ភ្នែកដូចខ្ញុំបងប្អូនដាំទឹកឲ្យពុះខ្លាំងហើយបងប្អូនតម្លាក់ពងនឹងចូលមកទុករយៈពេល4នាទីបងប្អូនស្រង់ឡើងដាក់ត្រាំជាមួយទឹកកកបានហើយប៉ុណ្ណឹងគឺល្មុតជាប់ភ្នែកឆ្ងាញ់មែនតើសម្រាប់ការលាយទឹកស៊ីអ៊ីវនេះគឺអត់ធ្វើឲ្យពងទារបស់យើងនេះគឺប្រៃខ្លាំងទេគឺមកលំបងប្រៃផ្អែមឆ្ងាញ់បងប្អូនប្រើទឹកស៊ីអ៊ីវមួយកូនចានមកជាមួយនឹងទឹកក្តៅដែលយើងដាំពុះនោះមួយកូនចានដូចគ្នាបងប្អូនបន្ថែមស្ករប៊ីចេងរ៉ូឌីតាមហ្នឹងណានៅពេលធ្វើទឹកស៊ីអ៊ីវនេះបងប្អូនត្រូវភ្លក់មើលកុំឲ្យវាប្រៃខ្លាំងពេកតែកាលណាយើងត្រាំជាមួយនឹងពងទាតាមមួយយប់ទៅគឺវាឆាប់ចូលជាតិប្រៃលឿនខ្លាំងមែនតើអញ្ចឹងយើងធ្វើកុំឲ្យវាប្រៃខ្លាំងណាហើយសម្រាប់ខ្ទឹមសម្ទេសបងប្អូនអាចដាក់តាមការចូលចិត្តបានបើសិនបងប្អូនចង់ដាក់ខ្ទឹមសក៏បានខ្ទឹមក្រហមក៏បានខ្ញុំនេះគឺខ្ញុំដាក់ទាំងអស់ខ្ទឹមសខ្ទឹមក្រហមជាមួយនឹងខ្ទឹមបារាំងស្លឹកខ្ទឹមហើយនិងម្ទេសបងប្អូនបើសិនមានល្ងសទេបងប្អូនរោយល្ងពីលើទៅគឺកាន់តែក្លិនឈ្ងុយត្រាំតែមួយយប់គឺយើងញ៉ាំបានហើយសម្រាប់ពងទានេះគឺខ្ញុំស្ងោររយៈពេលតែ4នាទីទេគឺល្មុតខ្ទិះឆ្ងាញ់មែនតើត្រាំតែមួយយប់ពីរយប់គឺកាន់តែស្អិតឆ្ងាញ់មែនតើបងប្អូនដែលគាត់ចូលចិត្តញ៉ាំបែបជាប់ភ្នែកដូចខ្ញុំអញ្ចឹងគឺដឹងតែជាតិហ្មងសម្រាប់បងប្អូនណាដែលដាច់ស្បៀងដាច់លុយដូចខ្ញុំអីហ្នឹងណាគួរតែធ្វើ10 20គ្រាប់ដាក់ខ្លះផ្សេងទូទឹកកកញ៉ាំបានរៀងយូរគួរស្តង់ដែរហ្នឹងណាហើយមួយមុខនេះគឺងាយស្រួលធ្វើតែអត់ពិបាកធ្វើទេបងប្អូនសម្រាប់ពងទាតាមទឹកស៊ីអ៊ីវនេះគឺខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើតែកាលណាញ៉ាំច្រើនទៅមុខក៏ឡើងមុនច្រើនតាមនឹងផងដែរច្រើនតែញ៉ាំបាយជាមួយនំប៉ងគឺដឹងតែអួលហើយបងមិនអួលក៏តើអើបដែរអញ្ចឹងទៅស្គួរទឹកសុទ្ធនៅក្បែរខ្លួនញ៉ាំបាយបដាផឹកទឹកបដាពីណាគេខ្លះទៅដូចខ្ញុំមក